ពាន់ផ្កាយរណបដែលខាងសារព័ត៌មានកម្ពុជានៅស្រុកខ្មែរចងក្រងបងប្អូនស្រក់ទឹកភ្នែកហើយប្រព័ន្ធផ្កាយរណបនេះគឺគាត់មើលពីព្រឹត្តិការណ៍មុនបាញ់គ្នាហើយនឹងក្រោយបាញ់គ្នាឥឡូវនេះគឺគាត់រកឃើញថាភូមិអ្នកស្រុកជាពិសេសផ្ទះអ្នកស្រុកនៅតំបន់ដែលមានចំនួនដែលថៃកំពុងគ្រប់គ្រងហ្នឹងថៃបានឈូសឆាយរៀបដល់ដីនិយាយទៅគឺរើផ្ទះនឹងចោលអស់តែម្ដងនៅសល់តែដីទទេអានេះគឺអ្វីដែលបងប្អូនបើសិនជាខ្ញុំលើកទឹកចិត្តឲ្យចូលទៅមើលប្រព័ន្ធផ្កាយរណបរបស់សំទោសវីដេអូរបស់សារព័ត៌មាន The Cambodia ណាវាយពាក្យ Cambodia ទៅនៅក្នុង Facebook ហ្នឹងបងប្អូនឃើញព្រោះនេះជាសារព័ត៌មានដែលគួរឲ្យជឿទុកចិត្តនៅកម្ពុជាជួយគ្រប់គ្រងពួកគាត់ផងទៅព្រោះសារព័ត៌មានដែលគួរឲ្យទុកចិត្តបែបនេះអីហ្នឹងគឺចិត្តផុតពូជអស់ហើយបងប្អូនគាត់ធ្វើវីដេអូនេះគឺសំទោសខ្ញុំហើយច្រើនពេកបងប្អូនហើយឯកសារនេះបាទវីដេអូនេះគឺគាត់បង្ហាញអំពីភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់បឹងតគួននិងតំបន់អូខ្លាឃ្មុំជោគជ័យបឹងតគួនព្រៃច័ន្ទផ្ទះប្រជាពលរដ្ឋខ្មែររាប់សិបខ្នងគឺថៃឈូសចោលទាំងអស់នៅសល់តែដីទទេឲ្យសម្អាតយ៉ាងស្អាតនេះហើយដែលបងប្អូនរងចាំវិលទៅផ្ទះវិញហ្នឹងទៅឥឡូវនៅសល់តែដីទទេឲ្យគេដាក់សំណង់យោធាត្រង់សេប៉ោះយាមធ្វើផ្លូវធ្វើអីអស់ហើយអញ្ចឹងគឺរៀបថេងមកស្អាតហ្មងគឺឈូសផ្ទះចោលរើកវត្តចោលអស់តែម្ដងនៅសល់តែដីទទេឡើងស្អាតឆេញហ្មងអាហ្នឹងសម្រាប់បឹងតគួនភូមិជោគជ័យភូមិព្រៃច័ន្ទឯនៅតំបន់អូខ្លាឃ្មុំវត្តអារាមខ្មែរហ្នឹងវាយវត្តចោលខ្ទេចឈូសវត្តចោលបាត់ឥឡូវបាត់អស់ហើយនៅច្រកអានសេះផ្ទះប្រជាពលរដ្ឋឈូសរៀបក៏វត្តចោលអស់គឺវាលល្វឹងរោងតាអ៊ុំអីហ្នឹងអស់ហើយគឺថៃយកទៅជារៀបទៅវិញគឺបើសិនជាប្រជាពលរដ្ឋវិលទៅវិញក៏អត់មានផ្ទះនៅដែរអាហ្នឹងគឺនៅក្នុងពេលហ្នឹងថៃគេកំពុងធ្វើអញ្ចឹងហើយអូយចឹងបានថាវាសោកស្ដាយដែររដ្ឋាភិបាលយើងអត់ព្រមធ្វើអានិយមការអាស្អីគេទីតាំងស្អីគេបំផ្លាញគេអីហ្នឹងដាក់មកប្រមាណផ្ទះដែលគេរំលាយឈូសចោលអីគឺគាត់អត់ព្រមធ្វើសោះខ្ញុំកំពុងតែឆ្ងល់ហេតុអីគាត់ធ្វើអីគេរាល់ថ្ងៃហ្នឹងគាត់នៅតែមកថ្កោលទោសនៅតែមកតវ៉ាថ្កោលទោសតវ៉ាជូនដំណឹងមិនទទួលយកប៉ុន្តែអាភ័ស្តុតាងខ្លួនឯងហ្នឹងប្រមូលឲ្យដាក់នៅលើ website មកឲ្យបងប្អូនយើងបានមើលក្រសួងការបរទេសក្រសួងដែនដីណាគណៈកម្មការស្អីហ្នឹងដាក់មកឲ្យគ្នាបានមើលអត់អូខេឥឡូវលោក Thomas Andrew និយាយពីរឿងជនភៀសសឹកហ្នឹងគឺគាត់និយាយពីរឿងសិទ្ធិមនុស្សទូទៅតាក់ទងនៅក្នុងការដែលមិនអោយជនភៀសសឹកវិលទៅលំនៅឋានវិញហ្នឹងគឺជារឿងត្រឹមត្រូវដែលគាត់និយាយប៉ុន្តែមិនអាចទៅធ្វើអីថៃបានទេបងប្អូនដោយសារអីយើងមានកិច្ចព្រមព្រៀងប័ណ្ណឈប់បាញ់ឲ្យថៃនៅណានៅហ្នឹងដែលថាថៃនៅណានៅហ្នឹងគឺថៃយល់លេសហ្នឹងគេថាដើម្បីសុវត្ថិភាពរបស់ទាហានគេគឺគេមិនអោយជនស៊ីវិលចូលទេព្រោះអីយើងសញ្ញេឲ្យនៅអញ្ចឹងបើយើងកុំសញ្ញេថានៅណានៅហ្នឹងឲ្យថៃដកឧទាហរណ៍ថាឥឡូវ3ខែស្ងប់ហើយមិនវាយគ្នា6ខែឬក៏មួយឆ្នាំដកឲ្យអស់ទៅចំណុចដើមមុនថ្ងៃទី28ខែឧសភាឆ្នាំ2025តាំងពីបាញ់សម្លាប់លោកស៊ុនរ៉តអាហ្នឹងប្រហែលជាយើងដឹងថាថៃត្រូវតែរងសម្ពាធត្រូវដកឲ្យទៅចំណុចដើមតែនេះអត់នៅណានៅហ្នឹងគឺជាកិច្ចព្រមព្រៀងមួយជាអមតៈអញ្ចឹងហើយហ្នឹងហើយឲ្យមកវាស់វែងហើយថៃអត់ព្រមវាស់ទៀតហើយឥឡូវថៃគេចេញសេចក្តីថ្លែងការណ៍មួយបន្ទប់ស្ថានភាពគេថាគេប្រាប់សហគមន៍អន្តរជាតិថាថៃគោរពតាមស្មារតីនៃបទឈប់បាញ់ហើយបដិញ្ញានៅក្នុងការសហការជាមួយកម្ពុជាប្រើអយន្តការ JBC វាស់វែងព្រំដែននឹងដែរណាគាត់តបទៅនឹងលោកទាសីហាដែលឆ្លើយទៅកាសែតថៃនិយាយអំពីបន្ទប់ស្ថានភាពនេះគឺមានសេចក្តីថ្លែងការណ៍គាត់តបទៅលោកទាសីហាកាលពីម្សិលមិញហ្នឹងដែលចោតប្រកាន់ថៃថាថៃគេថាចោតប្រកាន់គេថាថៃហ្នឹងគឺកិច្ចឬក៏មិនព្រមសម្របសម្រួលដោះស្រាយដើម្បីវាស់ព្រំដែនថៃគេថាគេអត់អាចធ្វើបានគេនៅតែបដិញ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែគេគោរពស្មារតីនៃបទឈប់បាញ់គឺអាបទឈប់បាញ់ហ្នឹងបញ្ជាក់ថាថៃនៅណានៅហ្នឹងហើយថៃនៅណានៅហ្នឹងថៃមានសិទ្ធិសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីការពារសុវត្ថិភាពថៃទាហានថៃជនស៊ីវិលថៃកុំឲ្យមានការលបបាញ់បោកគ្រាប់បែកគេថៃគេថាអញ្ចឹងហើយដល់ពេលថាអញ្ចឹងស្ដាប់មកសហគមន៍អន្តរជាតិច្បាស់ជាគិតថា
មកយើងសញ្ញេឲ្យគេនៅណានៅហ្នឹងឥឡូវបើតាហ៊ានថៃនៅហ្នឹងបានន័យថាគេដាក់ប៉មដាក់ប៉ោះយាមគេធ្វើជីកត្រង់សេគេដាក់លបងបលាលួសដាក់អីចឹងហើយកុំឲ្យតាហ៊ានគេត្រូវរបួសឬក៏រំខានដោយបញ្ហាសន្តិសុខផ្ទុយទៅវិញអានៅបត់ជប់បាញ់ចឹងមកខ្ញុំនិយាយថាបើយើងចែងថាឲ្យដកទៅវិញក្រោយ3ខែក្រោយ6ខែតែបងប្អូនបើយើងថាអញ្ចឹងថៃក៏គេមិនព្រមណាថៃខូចសង្ងំវាគ្មានជំរើសទេនិយាយទៅវាជាសម្បទានធំមែនតើដែលមែនតើសម្បទាននេះគឺជាសម្បទានដែលកម្ពុជាដកខ្លួនអត់រួចណាអញ្ចឹងបើយកអាកិច្ចព្រមព្រៀងហ្នឹងយកមកប្រើគឺកម្ពុជាអត់បានដីមកពីថៃវិញខ្ញុំនៅតែគិតជឿ 100% អញ្ចឹងតែខ្ញុំនៅតែជឿ 100% ដែរថាបើប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិនិងយុត្តិធម៌អន្តរជាតិនឹងបានដីខ្មែរមកវិញ 100% ហើយបើអត់អាហ្នឹងវាយគ្នាលេងល្អបើតុលាការចេញមកហើយគឺដឹងថាមានអ្នកស្ម័គ្រចិត្តស្លាប់តិចទៅទៀតណាវាយយកដីយើងវិញកុំខ្លាចពួកអីតឡាការគេសម្រាប់ឲ្យយើងមិនដកថយមានរឿងអីយើងទុកឲ្យថៃរួចខ្លួនខ្ញុំក៏គិតថាបើសង្គ្រាមក៏សង្គ្រាមទៅព្រោះដើម្បីការពារជាតិយើងតែបើឥឡូវយើងអត់អាចទៅធ្វើអីថៃកើតទេព្រោះយើងមានបត់ឈប់បាញ់ហើយយើងអត់ប្តឹងគេឥឡូវបើប្តឹងមើលប្តឹងទៅតុលាការអន្តរជាតិហើយតុលាការអន្តរជាតិថាថៃត្រូវតែដកបើថៃអត់ដកអានឹងល្អមើលប្រជាពលរដ្ឋខ្មែរខ្ញុំជឿថាទាំង18លានអ្នកនឹងគិតដូចខ្ញុំហើយតែបើណឯងអត់ដកក្រោយបត់ឈប់បាញ់ហ្នឹងគឺត្រូវចាត់ការណឯងណាប៉ុន្តែឥឡូវអាគេមិនដកឲ្យគេឈ្លានពានយើងរាល់ថ្ងៃអត់ចាត់ការទៀតទាហានខ្មែរយើងប្រឈមមុខមានអាបាញ់ស៊ីបមានអាអីហើយឥឡូវទាហានខ្មែរយើងនៅព្រំដែនហ្នឹងមិនដឹងអាម៉េចទេបន្តិចរៀលកាយក៏ភ្លើងស្លាប់មួយបន្តិចរៀលកាយក៏ភ្លើងស្លាប់មួយហើយចោះយើងទៅបញ្ជូនមនុស្សជំនាញទៅមិនឲ្យរៀលកាយក៏ភ្លើងស្លាប់ហ្នឹងវាពិបាកណាស់យើងអត់ទទួលព័ត៌មានអីច្បាស់លាស់ជួនកាលរដ្ឋាភិបាលហ្នឹងលាក់ព័ត៌មានទៅចេះតែថាគ្នារៀលកាយតាមពិតថៃបាញ់ក៏យើងអត់ដឹងព្រោះយើងអត់ស្មោះត្រង់នឹងការផ្សាយព័ត៌មានហើយឮតែស្លាប់ឮតែលបួសឮតែត្រូវគ្រាប់រហូតហើយតែសិតតែគ្រោះថ្នាក់ដោយខ្លួនឯងចុះតែហ៊ានយើងសិតបដបដាលគ្រោះថ្នាក់ដោយខ្លួនរៀលកាយក៏ភ្លើងអាការប្រវែងណាស់រៀលកាយបើរៀលកាយក៏វាទៅរៀលទៅឯណាហត់អីមករៀលត្រូវខ្លួនឯងក៏ភ្លើងប្រវែងណាណែបើក៏ភ្លើងខ្លីអីកាន់ក្បែរខ្លួនអីទៅវាខ្លាំងខ្លាអត់តំណងវាខ្លាចទៅត្រូវគេបាញ់ស៊ីបអីអញ្ចឹងយើងចេះលាក់ព័ត៌មានក៏ថាបានដែរបងប្អូនអើយរកម្មចិត្តមែនតើតែយ៉ាងណាបងប្អូនខ្ញុំស្លេះរឿងនេះឲ្យលោក Thomas Andrew គាត់ថាជនភៀសសឹកនឹងក៏ខ្លោចផ្សាគាត់ទទួលស្គាល់ណែរឿងដែលខ្មែរយើងជេរមួងណារ៉េតណាហើយពួកអាម៉ៃអាថោងលលោកគណៈបកប្រជាជនកម្ពុជាជេរមួងណារ៉េតណាឥឡូវជេរលោក Thomas Andrew ដែរទៅបើគ្រាន់បើចិត្តសឿងជេរលោក Thomas Andrew ដែរទៅកុំជេរអីតែមួងណារ៉េតហេតុអីបានខ្ញុំនិយាយចឹងលោកនិយាយអញ្ចេះចំនួនព្រំដែនខ្មែរថៃធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់យ៉ាងដំណំនេះគឺជាប្រសាសន៍របស់លោក Thomas Andrew ទេគាត់និយាយហើយតាមពិតមិនមែនលោក Thomas អ្នកនិយាយទេណាក៏ដឹងដែរថាចំនួនព្រំដែនខ្មែរថៃខ្មែរខាតច្រើនជាងថៃអ្នកណាក៏ដឹងដែរក៏ប៉ុន្តែយើងនឹងនិយាយពីកាប់មុខឲ្យតែនិយាយអីប៉ះថាអូអត់ទេយើងអីក៏បានដែរយើងថៃងាប់ហើយថៃដាច់ខ្យល់ប៉ាត់សេដ្ឋកិច្ចថៃដាច់ខ្យល់ប៉ាត់ហើយគឺថាយើងពហិការផលិតផលគេនឹងគឺយើងបានជោគជ័យហើយគឺយើងព្រោះអីថៃឥឡូវឃើញយំទៅហួខ្លោចផ្សារអានេះគឺវិទ្យុអាខ្មាំងយួនរបស់ខ្មែរក្រហមគឺគេផ្សាយតែអញ្ចឹងទៅបងប្អូនចូលភូមិនេះសម្រាប់ពួកអាខ្មាំងយួនចាប់បាន500នាក់សម្រាប់រង្គាលពេញភូមិហ្នឹងមានតែ70នាក់ឯងគោក្របីស្លាប់រាប់សិបក្បាលគោមានតែ5 10នឹមឯងតែនិយាយពីងាប់ពេញភូមិរាល់ថ្ងៃផ្សាយរាល់ថ្ងៃដល់ពេលមែនតើអត់មានមនុស្សណាស្លាប់ម្នាក់អត់មានគោក្របីណាចាប់បានមួយនឹមទេតែចេះតែអាខ្មាំងយួនចឹងទៅលឺទៅប្រជាប្រដ្ឋយូរទៅអត់អាចទៅធ្វើនយោបាយអីឈ្នះគេដោយសារយើងអត់ដឹងសត្រូវហើយយើងនាំគ្នាសរសើរខ្លួនឯងហើយទៅបង្អាប់សត្រូវនៅពេលដែលសត្រូវខ្លាំងអត់ទទួលស្គាល់ការពិតអានេះជាគេហៅថាការចាញ់សង្គ្រាមដោយមិនបាច់ច្បាំងណាបងប្អូនយើងចាញ់ដោយយើងមើលងាយសត្រូវយើងទៅអាងអួតថាខ្លួនឯងធ្វើនឹងជោគជ័យហើយពហិការនឹងទៅថៃគេដេកដួលស្អីសេដ្ឋកិច្ចថៃគេឡើងរាល់ឆ្នាំហើយទៅមកហ្នឹងសេដ្ឋកិច្ចថៃគេ380លានទៅពិភពលោកមកខ្មែរតែ3មិនដល់500លានហ្នឹងអត់បាន3%ផងហ្នឹងគេទៅ97%លើលោកហើយយើងបាត់ទៅលោក Thomas Andrew ក៏ថាបិទព្រំដែននេះគឺប៉ះពាល់សេដ្ឋកិច្ចខ្លាំងមែនតើដោយសារអីទី1គឺប៉ះពាល់ខាងសេដ្ឋកិច្ចទី2សហគមន៍ដែលនៅព្រំដែនត្រូវការអាស្រ័យផលលក់ដូរ
ផ្លាស់ប្ដូរដោះដូរទំនិញហ្នឹងគ្នាដាច់លបកសិកម្មនឹងទំនិញអីផ្សេងទៀតបញ្ហាប៉ះពាល់ទាំងអប់រំទាំងអីហ្នឹងគាត់សេវាសុខាភិបាលក៏ប៉ះពាល់ហើយគាត់និយាយទៀតថាអ្នកដែលធ្វើដំណើរព្រំដែនឆ្លងលែងបានហើយមានប្រជាពលរដ្ឋខ្មែរជាង900,000នាក់មកពីថៃរកការងារអត់បានធ្វើច្រើនណាស់អ្នកទាំងអស់នេះក៏រងផលប៉ះពាល់នៅស្រុកខ្មែរដែរដោយសារអីជំនាញរបស់គាត់ដែលមាននឹងវាអត់ត្រូវគ្នានឹងអ្វីដែលអាចគាត់ធ្វើការនៅខ្មែរដើម្បីបានការងារនឹងសោះដូច្នេះបើទៅថៃទៅធ្វើជាគូលីគេទៅស្រួលប៉ុន្តែនៅខ្មែរអាគូលីនឹងអត់មានទេព្រោះមនុស្សដណ្ដើមការងារគ្នាធ្វើរៀនដល់បរិញ្ញាអីមកបុកលហុងអីដែរដោយសារវាអត់ការងារធ្វើដល់អញ្ចឹងកម្មករខ្មែរយើងទៅកាប់អំពើកាប់អីនៅថៃមកវិញមានអំពើណាឲ្យកាប់ដល់អញ្ចឹងគ្នាមិនធ្វើអីកើតព្រោះអត់មានជំនាញឯកទេសហ្នឹងដល់អញ្ចឹង900,000អ្នកជាងហ្នឹងគឺភាគច្រើនអត់មានការងារធ្វើក៏រងទុក្ខវេទនានេះជាផលវិបាកនៃអាបញ្ហាបិទព្រំដែនតែយើងមើលអត់ឃើញឯកន្លែងហ្នឹងយើងគិតថាអូឥឡូវមកធ្វើការងារអ្នកអត់ការងារធ្វើនៅស្រុកខ្មែរមានតែមិនដល់ 0.1% ហ្នឹងអីចឹងទៅនឹងទៅសួរលោកហេងសួរដល់ពេលលោក Thomas Andrew គាត់ថាប៉ះពាល់ខ្មែរខ្លាំងជាងថៃទៅទៀតហើយគាត់ថាចឹងហើយបាទគាត់ទៀមទាឲ្យមានដំណោះស្រាយឲ្យបានឆាប់អីចឹងទៅបាទលើយកទៅស្ដាប់ខ្លួនឯងទៅហើយទៅរករឿងលោក Andrew ទៅកុំមករករឿងខ្ញុំយើងតើមានអ្នករីកាពិសេសនិយាយតែបន្តិចទៀតចេញសេចក្តីថ្លែងការណ៍មកថាលោក Thomas Andrew ហ្នឹងគាំទ្របកប្រឆាំងឬក៏និយាយព័ត៌មានអីមិនពិតទៀតក៏មិនដឹងដែរខ្ញុំចាំតែមើលសេចក្តីថ្លែងការណ៍របស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលខ្មែរទេ